វាជារឿងគួរឲ្យភ្ញាក់ផ្អើលនិងជាទំព័រថ្មីត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានទៅធ្វើទស្សនកិច្ចជាផ្លូវរដ្ឋក្នុងប្រទេសវៀតណាមជាប់នឹងកម្ពុជាតែបែរជាមិនមកជន់ទឹកដីកម្ពុជាទៅវិញហេតុអ្វីបានជាលោក Macron ទៅវៀតណាមហើយមិនចូលប្រទេសកម្ពុជាតើកម្ពុជាមិនសំខាន់មែនទេដែលលោក Macron មិនជ្រើសរើសជាប្រទេសមួយដែលធ្លាប់ស្ថិតក្រោមអាណាព្យាបាលជិត100ឆ្នាំមកជន់ទឹកដីកម្ពុជានោះទាំងនោះសុទ្ធតែជាចំណោទមួយដែលត្រូវបានគិតថាលោកម៉ាក្រុងឲ្យតម្លៃខ្ពស់ណាស់ទៅវៀតណាមបើធៀបនឹងកម្ពុជាកាលពីយប់ថ្ងៃអាទិត្យទី25ខែឧសភាប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅដល់ទីក្រុងហាណូយនៅទីក្រុងហាណូយមន្ត្រីជាន់ខ្ពស់បកកុម្មុយនីសវៀតណាមរាប់ទាំងប្រធានាធិបតីនាយករដ្ឋមន្ត្រីអគ្គលេខាធិការបកសុទ្ធតែបានជួបលោកសន្ទនាជាមួយលោកទាំងអស់លោកម៉ាក្រុងបានឆ្លងកាត់ពិធីទទួលស្វាគមន៍ដោយពិធីត្រួតពុលនិងក្រាលកំរាលព្រំពណ៌ក្រហមលោកម៉ាក្រុងត្រូវបានស្វាគមន៍យ៉ាងពេញមុខពេញមាត់ស័ក្តិសមជាប្រមុខរដ្ឋមួយនៃប្រទេសមហាអំណាចនៅអឺរ៉ុបតែយ៉ាងហោចណាស់កាន់តែស័ក្តិសមទៅទៀតនោះព្រោះបារាំងធ្លាប់ដាក់អាណានិគមទៅលើប្រទេសវៀតណាមជិត100ឆ្នាំដែរលោកម៉ាក្រុងបានទៅដល់វៀតណាមក្នុងដំណើរទស្សនកិច្ចមួយមានរយៈពេលសរុប6ថ្ងៃដែលលោកនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីនិងសិង្ហបុរីដែរដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍នេះត្រូវបានគេមើលឃើញថាជាឱកាសមួយដែលលោកម៉ាក្រុងស្ទាបស្ទង់យុទ្ធសាស្ត្រ Indo-Pacific ក្នុងតំបន់មួយដែលកំពុងស្ថិតក្រោមការប្រទានប្រទង់ឥទ្ធិពលរវាងអាមេរិកនិងចិនដូច្នេះហើយបានជាលោកម៉ាក្រុងអំពាវនាវឲ្យគ្រប់គ្នារក្សាការពារសណ្ដាប់ធ្នាប់ពិភពលោកដែលឈរលើច្បាប់អន្តរជាតិនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន APជាមួយសមាជិកនឹងភាគីវៀតណាមលោកលួងខុងនៅក្នុងទីក្រុងហាណូយលោកម៉ាក្រុងបាននិយាយថាសណ្ដាប់ធ្នាប់ពិភពលោកដែលឈរលើច្បាប់អន្តរជាតិគឺចាំបាច់ណាស់ក្នុងគ្រាដែលកំពុងមានអតុល្យភាពខ្លាំងប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុងកើតមានចំពេលដែលមានភាពតានតឹងខាងផ្នែកពាណិជ្ជកម្មដោយសារតែអាមេរិកមានចំនួនពន្ធគយជាមួយនឹងអឺរ៉ុបការនាំចូលរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកត្រូវបានប៉ះពាល់ជាមួយនឹងពន្ធ 46% ក្នុងចំណោមអត្រាខ្ពស់បំផុតដែលបានអនុវត្តចំពោះប្រទេសណាមួយនៅក្នុងខែមេសាចំណែកឯនៅវៀតណាមលោកម៉ាក្រុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងច្រើនវិស័យការពារជាតិថាមពលនុយក្លេអ៊ែរនិងពាណិជ្ជកម្មក្នុងនោះជាមួយនឹងក្រុមហ៊ុនអាកាសចរវៀតណាម Vietjet និង Airbus ដើម្បីទិញយន្តហោះរបស់បារាំង Airbus ចំនួន20គ្រឿងដែលមានតម្លៃសរុបជាង$10,000 លានអាមេរិកលោកម៉ាក្រុងបានបញ្ជាក់ពីតម្លៃកិច្ចសន្យាសរុប$9,000 លានកិច្ចព្រមព្រៀងទាំង14ដែលបានចុះហត្ថលេខារួមមានការទិញយន្តហោះ Airbus ចំនួន20គ្រឿងកិច្ចសហប្រតិបត្តិការលើថាមពលនុយក្លេអ៊ែរការពារជាតិការដឹកជញ្ជូនផ្លូវដែកនិងផ្លូវសមុទ្រផ្កាយរណបអង្គាសផែនដីរបស់ Airbus និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sanofi នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅលើកដំបូងរបស់លោកម៉ាក្រុងទៅកាន់ប្រទេសវៀតណាមនិងជាលើកដំបូងដោយប្រធានាធិបតីបារាំងក្នុងរយៈពេលជិត1ទសវត្សរ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកម៉ាក្រុងបានរំលឹកពីការគាំទ្ររបស់បារាំងចំពោះសេរីភាពនៃការធ្វើនាវាចរដែលជាបញ្ហារសើបសម្រាប់វៀតណាមចំពោះមុខនឹងចិននៅឯសមុទ្រចិនខាងត្បូងលោកម៉ាក្រុងបាននិយាយថាភាពជាដៃគូអធិបតេយ្យភាពរវាងបារាំងនិងវៀតណាមគឺជាវិធីសាស្ត្ររបស់បារាំងក្នុង Indo-Pacific តាមលោកម៉ាក្រុងប្រទេសបារាំងបានបង្ហាញនៅបំណងប្រាថ្នារបស់ខ្លួនដើម្បីការពារច្បាប់ដែនសមុទ្រអន្តរជាតិដែលខ្លួនបានដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះចម្បាំងនៅក្នុងសមុទ្រចិនខាងត្បូងនៅដើមឆ្នាំ2025ប្រធានាធិបតីវៀតណាមលោកលួងខុងបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការការពារជាតិរួមមានការចែករំលែកព័ត៌មានលើបញ្ហាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មការពារជាតិសន្តិសុខអ៊ីនធឺណិតនិងប្រឆាំងភេរវកម្មប្រទេសចិននិងវៀតណាមមានកិច្ចព្រមព្រៀងដែនសមុទ្រយូរមកហើយដែលគ្រប់គ្រងឈូងសមុទ្រតុងកឹងប៉ុន្តែត្រូវបានជាប់គាំងក្នុងការទាមទារប្រកួតប្រជែងនៅឯសមុទ្រចិនខាងត្បូងលើប្រជុំកោះ Spratly និង Paracel នៅតំបន់ដែនសមុទ្រលោកម៉ាក្រុងនិយាយថាប្រទេសបារាំងក៏នឹងគាំទ្រវៀតណាមក្នុងវិស័យសំខាន់ៗរួមមានទាំងរ៉ែសំខាន់ៗផ្លូវរថភ្លើងល្បឿនលឿនថាមពលនុយក្លេអ៊ែរស៊ីវិលនិងលំហអាកាសហើយផ្ដោតសេរីភាពលើភាពជាដៃគូជាមួយនឹងប្រជាជាតិអាស៊ីដើម្បីជួយប្រទេសនេះផ្លាស់ប្ដូរឆ្ងាយពីថាមពលធ្យូងថ្មកខ្វក់ខណៈពេលដែលបន្ថែមសមត្ថភាពថ្មីក្នុងថាមពលកកើតឡើងវិញនិងថាមពលនុយក្លេអ៊ែរស៊ីវិលនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកម៉ាក្រុងទៅកាន់ប្រទេសវៀតណាមចាប់តាំងពីលោកឡើងកាន់តំណែងក្នុងឆ្នាំ2017
បារាំងធ្លាប់គ្រប់គ្រងវៀតណាមប្រហែល70ឆ្នាំរហូតដល់ឆ្នាំ1954ទំនាក់ទំនងបានប្រសើរឡើងវិញនៅប្រមាណទសវត្សរ៍ថ្មីនេះទេលោកម៉ាក្រុងកំពុងស្ថិតនៅក្នុងទី1នៃដំណើរទស្សនកិច្ចអាស៊ីអាគ្នេយ៍ដែលរួមមានឥណ្ឌូនេស៊ីនិងសិង្ហបុរីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងការពារជាតិទាំងនេះបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងក្នុងការធ្វើពិធីកម្មនិងទំនាក់ទំនងនិងពង្រឹងនៅវត្តមានរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ការពិតអ្នកសង្កេតការយល់ស្របហើយដែលថាទស្សនៈរបស់លោកប្រធានាធិបតីម៉ាក្រុងគឺជាការធ្វើឲ្យមានតុល្យភាពនៃអំណាចប្រកួតប្រជែងធម្មពលបារាំងអង់គ្លេសគឺជាប្រទេសមហាអំណាចមួយនៅអឺរ៉ុបដែលវៀតណាមមិនគួរគិតរឿងចិននិងអាមេរិកប្រជែងគ្នានោះទេសូមឲ្យគិតទៅលើប្រទេសបារាំងមួយផងដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Methodសូមលោកអ្នកនាងចុចយកពាក្យ credit ឬ debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច postal code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ